ឆ្នាំនេះការសធាទាំងប្រែប្រួលខ្លាំងមែនតើបងប្អូនរហូតមកដល់ខែនេះហើយគឺភ្លៀងនៅមិនទាន់បានមកជោគជាំនៅឡើយទេបើសិនជារៀងរាល់ឆ្នាំវិញរហូតមកដល់ខែនេះគឺថាភ្លៀងជោគជាំអស់ហើយបងប្អូនអើយតែឆ្នាំនេះអូរៀងពិបាកបន្តិចហើយមិនដឹងថានៅក្នុងស្រុកភូមិឬក៏ខេត្តបងប្អូនផ្សេងហ្នឹងដូចទៅខាងខ្ញុំដែរឬទេវាអត់មានភ្លៀងមានអីធ្លាក់មកអញ្ចឹងណាបងប្អូនដឹងហើយថានៅប្រទេសកម្ពុជារបស់យើងគឺពឹងផ្អែកទៅលើវិស័យកសិកម្ម90%ហើយដូច្នេះហើយប្រជាជនមួយចំនួនធំក៏ពឹងផ្អែកទៅលើអាកាសធាតុក៏ដូចជាទឹកភ្លៀងធម្មជាតិហ្នឹងដែរមិនទាន់មានការកែច្នៃដោយថាតេទៀងទឹកដើម្បីប្រើប្រាស់ជំនួសទឹកភ្លៀងនៅឡើយទេនៅក្នុងប្រទេសរបស់យើងហើយវិលមកមើលសកម្មភាពរបស់ខ្ញុំក្នុងពេលនេះវិញបងប្អូនទោះបីជាមានភ្លៀងក៏ខ្ញុំនឹងរៀបចំដាំដំណាំឡើងវិញដំណាំដែលខ្ញុំកំពុងតែរៀបចំដាំនេះមានអីទេបងប្អូនគឺមានតែម្ទេសហ្នឹងឯងដោយសារខ្ញុំក៏ខានដាំដំណាំជាច្រើនខែដែរបងប្អូនអើយរហូតមកដល់ពេលនេះអត់មានដំណាំអីនៅជុំវិញផ្ទះច្រើនដូចកាលពីមុនទេមានតែននងហ្នឹងដោយសារមួយរយៈចុងក្រោយនេះខ្ញុំដាំទៅជាសាឡាត់ស្ពៃអត់ទៅកើតទេបងប្អូនអើយតែឥឡូវនេះក៏មករៀបចំដាំម្ទេសឡើងវិញហើយដើម្បីឲ្យវាបានរៀងច្រើនបន្តិចហ្នឹង